គ្នាថ្ងៃនេះខ្ញុំមកបង្ហាញវីដេអូពាក់ព័ន្ធជាមួយ Extra ហើយ Extra ហ្នឹងសម្រាប់អ្នកដែលគាត់រកលុយតាម website ហើយនេះវីដេអូទី1របស់ខ្ញុំធ្វើទៅយើងនេះតិចហើយដើម្បីឲ្យយើងទទួលបាន Extra មួយនេះខ្ញុំរៀបចំគឺមានទី1នេះចាំ link នេះខ្ញុំដាក់ខាងក្រោមហើយមួយទៀតយើងត្រូវមាន Gmail នេះ Gmail យើងប្រើ Gmail មួយណាក៏បានដែរGmail ដែលយើងប្រើប្រចាំណាអត់តន់បានដាក់ Gmail ចឹងតោះយើងទៅមើលវាធ្វើអស់គ្នានេះលើ copy នេះមកនេះវាបំពេញចឹងទី1យើងដាក់អីនេះ Gmail របស់យើងទៅការ email Gmail យើងដាក់mail ហើយនេះpassword យើងដាក់មកតាមលក្ខខណ្ឌនេះអូច្រឡំ password username អញ្ចឹងនេះ username របស់ខ្ញុំដាក់យ៉ាងចាស់ហើយឈ្មោះយើងឈ្មោះពេញដាក់ឈ្មោះខ្ញុំចឹងមកហើយនេះ password យើងដាក់មិនដាក់ទៅ password ហ្នឹងឲ្យយើងចាំខ្លួនឯងហើយខ្ញុំដាក់ password របស់ខ្ញុំអូខេនេះ Messenger ប្រើមួយអីយើងមានគេ Telegram ដាក់ Telegram មក payment នេះយើងចាំតាមក្រោយទៅឬយើងមាន PayPal យើងដាក់ PayPal មកនេះហើយនេះ Messenger account ហ្នឹងនេះ Telegram របស់យើងនេះយើងដាក់ហ្នឹងមក link Telegram យើងហ្នឹងចឹងមកខ្ញុំអាច save ដល់ពេលនេះយើងគេឲ្យយើងទៅ open នៅ Gmail របស់យើងគេផ្ញើមកនេះ Extra អញ្ចឹងពេលដែលនេះគេផ្ញើដល់ឲ្យយើងហើយយើង confirm មកនឹងដើម្បី verify វាយើងនេះយើងទទួលបានមួយណាយើងទទួលបានមួយនេះសម្រាប់យើងនេះណា login នេះយើង login ជាអីគេនេះអញ្ចឹងយើងជានេះមកយើងជា publisher អញ្ចឹងមិនយើងនេះ email របស់យើងនេះអានេះ username ហើយនេះ password ដែលយើងដាក់មិញណាហើយមើលខ្ញុំវាយបញ្ចូល password អញ្ចឹងយើងបានមួយហើយនេះយើងបានមួយខ្វែងមកអញ្ចឹងអានេះសម្រាប់អីគេសម្រាប់ពេលដែលយើង add website ទៅវា load នៅថាថ្ងៃណាបានអីបានអីចឹងណាហើយនេះកន្លែងដែលយើងបើយើងអត់នេះទេយើង direct link សម្រាប់ direct link បង្កើត direct link ឬនេះមកច្រឡំសំទោសមិន direct link នេះកន្លែងនេះយើងសម្រាប់ add website នេះ add website លើនេះច្រឡំបាទហើយនេះសម្រាប់យើងនេះកន្លែង add website នេះ add website ពេលដែលយើង add ហើយបានវា load មកថាជាស្អីយើងមកពេលដែលវាដូចជារយៈពេល3នាទីវាឲ្យយើងរងចាំ3នាទីទៅយើង refresh ទៅវាឲ្យយើងស្នើសុំពាណិជ្ជកម្មហើយនេះ like pay out នេះដាក់អីដាក់អីទៅយើងមាន pay out ណាដាក់ pay out នឹងទៅសម្រាប់ដកលុយដកអីចឹងណានេះសម្រាប់ payment
តាមពិតទៅខ្ញុំមានមួយដែរតែគាត់ថាខ្ញុំធ្វើមួយសម្រាប់បង្ហាញអ្នកទាំងអស់គ្នាហើយចាំមើលវីដេអូក្រោយចាំខ្ញុំធ្វើពាក់ព័ន្ធជាមួយនឹង website យើងលុយតាម website មាននិយាយទៅវាមាន Word Express ច្រឡំ Word Express WordPress ហើយនឹងBlogger ហើយសម្រាប់បច្ចុប្បន្ននេះទូទៅគេប្រើលើ WordPress ច្រើនជាងដោយសារតែវាមាន hosting មានអីវាទូលំទូលាយជាង Blogger ហ្នឹងហើយអញ្ចឹងចាំមើលជួបគ្នានៅវីដេអូក្រោយបាទអរគុណជំរាបលាអ្នកទាំងអស់គ្នា